បាទសួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំមកបង្រៀនពីពាក់ព័ន្ធនឹងបញ្ហាដែលយើងអាចប្រើបានពីរពាក្យដូចជាពាក្យមួយគឺហិនហ្នឹងគឺប្រែថាណាស់តែនៅពេលដែលគេប្រើមានពេលខ្លះគឺគេប្រើហៅឧទាហរណ៍ថាវ៉ហិនកោស៊ីងគឺប្រែថាខ្ញុំសប្បាយចិត្តណាស់នេះបាទគឺវ៉ហិនកោស៊ីងប្រែថាខ្ញុំសប្បាយចិត្តណាស់តែមានគេខ្លះគេអាចនឹងនិយាយថាវ៉ហៅកោស៊ីងចឹងបើសិនជាគេនិយាយថាវ៉ហៅកោស៊ីងក៏ប្រែថាខ្ញុំសប្បាយចិត្តណាស់ដូចគ្នាមួយវិញទៀតគឺពាក្យនេះក៏ដូចគ្នាដែរវ៉ហិនលៃបាទនេះវ៉ហិនលៃខ្ញុំហត់ណាស់អញ្ចឹងបើសិនជាគេមានគេនិយាយថាវ៉ហៅលៃខ្ញុំហត់ណាស់ប្រែបានអញ្ចឹងដូចគ្នាមួយវិញទៀតគឺនេះវ៉ហិនហ្វានមានន័យវ៉ហិនហ្វានប្រែថាខ្ញុំធុញណាស់អញ្ចឹងមានកន្លែងគេខ្លះចិនខ្លះគាត់និយាយវ៉ហៅហ្វានវ៉ហៅហ្វានមានន័យថាខ្ញុំធុញណាស់ដូចគ្នាអញ្ចឹងនេះក៏ដូចគ្នាដែរ我很难过我很难过មានកន្លែងចិនខ្លះគេប្រើថា我好难过我好难过ប្រែថាខ្ញុំពិបាកចិត្តណាស់អញ្ចឹងបើសិនគេនិយាយថា我很难过ឬក៏我好难过អានឹងគឺប្រែខ្ញុំពិបាកចិត្តណាស់ដូចគ្នាអញ្ចឹងខ្ញុំបញ្យល់ដោយសារតែហេតុអ្វីមានពាក្យហិនហ្នឹងគឺណាស់ហៅហ្នឹងគឺល្អតែដល់ទៅពេលគេនិយាយប្រយោគហ្នឹងមកគឺវាប្រែទៅជាផ្ទុយណាស់ដូចជាហិនដែរអញ្ចឹងណាអញ្ចឹងមានតំបន់ចិនខ្លះគាត់និយាយអឺវ៉ហៅណានគាត់ឬក៏វ៉ហិនណានគាត់អញ្ចឹងពីរហ្នឹងគឺប្រែមកគឺខ្ញុំពិបាកចិត្តណាស់ដូចគ្នាមួយវិញទៀតនេះពាក្យថានី很漂亮នី很漂亮ប្រែថាអ្នកស្អាតណាស់អញ្ចឹងដូចខ្ញុំបានប្រាប់ពីខាងលើបើសិនជាកន្លែងតំបន់ខ្លះគេនិយាយនី好漂亮នី好漂亮គឺប្រែថាអ្នកស្អាតណាស់ហ្នឹងដូចគ្នាអញ្ចឹងជាទូទៅមានកន្លែងខ្លះយើងត្រូវឲ្យដឹងថាហិនហ្នឹងក៏ណាអញ្ចឹងពាក្យហៅហ្នឹងគឺប្រយោគទាំងអស់នេះហើយគឺគេប្រើហៅហ្នឹងបានដូចគ្នាមានន័យថាវ៉ហៅលៃបាទវ៉ហៅលៃប្រែថាខ្ញុំហត់ណាស់វ៉ហៅកោស៊ីងខ្ញុំសប្បាយចិត្តណាស់វ៉ហៅហ្វានខ្ញុំធុញណាស់វ៉ហៅណានគក់ខ្ញុំពិបាកចិត្តណាស់នេះហៅ漂亮អ្នកស្អាតណាស់បាទអញ្ចឹងបើសិនជាគេនិយាយហិនក៏យើងស្ដាប់បានបើគេនិយាយថាហៅក៏យើងស្ដាប់បានអញ្ចឹងខ្ញុំសូមអានម្ដងទៀត我很我很高兴我很高兴ប្រែថាខ្ញុំសប្បាយចិត្តណាស់ឬក៏我好高兴ខ្ញុំសប្បាយចិត្តណាស់បាទ我很累我很累我好累我好累ខ្ញុំហត់ណាស់ខ្ញុំហត់ណាស់我很烦我很烦我好烦我好烦ខ្ញុំធុញណាស់我很难过我很难过我好难过我好难过ខ្ញុំពិបាកចិត្តណាស់បាទ你很漂亮你很漂亮你好漂亮你好漂亮អ្នកស្អាតណាស់បាទអាហ្នឹងគឺពាក្យហ្នឹងគឺគេប្រើបានអញ្ចឹងបើសិនគេនិយាយហិនក៏យើងស្ដាប់បានគេនិយាយពាក្យហៅលៃក៏យើងស្ដាប់បានហៅហ្វានហៅណានគក់ហៅ漂亮ជាទូទៅគឺគេប្រើអញ្ចឹងបាទពាក្យហៅនឹងជាច្រើនគឺគេប្រើអញ្ចឹង